千古风流人。កន្លងមកតែងតែសរសើរគាត់ថ្ងៃនេះចេះតែថាគាត់អាក្រក់ប៉ុន្តែបងស៊ូស៊ឺមិនមែនអាក្រក់ដូចជាគេថានោះទេកូននេះគឺយំអញ្ចឹងមកនេះមកបងមកវិញថ្មម៉ានហ្នឹងបងចង់មកវិញក៏មកវិញភ្លាមស៊ូស៊ឺថ្ងៃក្រោយដេកលក់កុំសម្មុខខ្លាំងពេកអំបញ្ញមិញវាងហ្វូនិយាយថាមិនខ្លះសម្មុខរបស់ឯងនេះសូម្បីតែបីសាច់កញ្ជ្រោះនៅលើភ្នំក៏ខ្លាចឯងដែររាល់ថ្ងៃវាងហ្វូដេកប្រកាសជាភ័យខ្លាចជាមិនខានណាមីងសម្ដីសម្មុខរបស់ខ្ញុំគឺសម្រាប់20បីសាច់កញ្ជ្រោះប៉ុន្តែល្អសម្រាប់វាងហ្វូគេស្ដាប់ទៅដូចជាចម្រៀងក្មេងៗនៅស្រុកមេជើតែបើសិនជាមិនបានស្ដាប់ទេប្រកាសជាគេមិនលក់ទេអ្នកមីងកុំលេងសើចកូនសម្លាញ់កូនបានឃើញពុកសប្បាយចិត្តណាស់មែនទេពេលនេះគេសប្បាយចិត្តហើយមែនទេសប្បាយចិត្តប្រកាសជាសប្បាយចិត្តកុំយំអីកុំយំអីកុំយំអីមកកុំយំអីណាចៅណាកុំយំអីខ្ញុំស្មានថាបងជ្រក់បងវែងដែលសារតបីសាច់កញ្ជ្រោះនៅលើភ្នំនោះទៅហើយអូមិននឹកស្មានថាវាងហ្វូក៏ចេះនិយាយលេងយ៉ាងនេះដែរត្រូវហើយបងបានជួបនឹងបីសាច់កញ្ជ្រោះមួយមែនទេគេនិយាយថាម៉េចគេប្រាប់បងថាប្រពន្ធរបស់លោកគឺជាស្រីស្អាតប៉ុន្តែប្រៀបជាមួយនឹងខ្ញុំទៅមើលតើអ្នកណាស្អាតជាងបងឆ្លើយថាម៉េចបងសម្លឹងមើលមុខរបស់គេហើយឆ្លើយថាឯងពិតជាស្អាតជាងវាងហ្វូឆ្ងាញ់ណាបងចិត្តអាក្រក់មែនបងមិនតន់និយាយចប់ទេបងនិយាយថាម៉េចទៀតពេលនោះបងនិយាយថាបើសិនជាប្តីរបស់នាងបានឃើញវាងហ្វូគេប្រកាសជាសរសើរថាវាងហ្វូស្អាតណាបងណាពិតជាខូចណាស់អូនដឹងថាបីសាច់កញ្ជ្រោះនោះយ៉ាងម៉េចទៀតទេចាំម៉េចទៀតគេក៏រត់បានតែម្ដងហេតុអីរត់ងងណាគេបញ្ញាបញ្ញាទៅមើលប្តីរបស់គេខ្លាចប្តីរបស់គេមករកអូនបងឯងនេះណាពួកកែនិយាយមែនរៀនតាមពួកជនភៀលនោះមែនទេប្រកាសហើយនៅជាមួយជនភៀលខ្លួនទាំងនេះបងពិតជាចេះច្រើនណាសេលៀនមកឆាកូបងមកពីភ្នំចំណានណាត្រូវហើយខ្ញុំមកជាមួយលបងស៊ឺគឺមិនដល់មុននេះអ្នកទាំងអស់គ្នាប្រកាសជាហត់នឿយណាស់នាំគ្នាទៅសម្រាប់តែបើសិនជាបងស្រីដឹងថាបងប្រុសស៊ឺមកវិញប្រកាសជាសប្បាយចិត្តណាស់សេលៀនការងារធ្ងន់ៗទៅនេះថ្ងៃក្រោយមិនចាំបាច់ធ្វើទេទោះខ្ញុំធ្វើបានហើយណាការងារបែបនេះមិនគួររំខានបងឆាកូទេបងឆាកូផ្កានេះនេះគឺជាផ្កានៅលើភ្នំខ្ញុំបេះវាតាមផ្លូវហើយក៏កាន់វាយកមកមែនហើយបងឆាកូពេលដែលខ្ញុំចូលផ្ទះខ្ញុំបានឃើញលោកម្ចាស់ចាំងចៅប្រហែលជាមករកបងស៊ូស៊ឺហើយចាំងចៅតើគេមកធ្វើអីស៊ូស៊ឺលោកទើបតែមកពីភ្នំជុកដើមមិនទាន់បានសម្រាប់ស្រួលមួយខ្ញុំក៏ហៅលោកមកទីនេះសូមអភ័យទោសផងចុះលោកមិនចាំបាច់គួរសមទេខ្ញុំធ្វើអ្វីដើម្បីជាតិហើយនិងប្រជារាស្ត្រចំណែកលោកហៅខ្ញុំមកតើព្រោះតែរឿងអីទៅស៊ូស៊ឺមានឃើញដីស្រែនៅខាងក្រោយទេច្រើនខែមកហើយមិនឃើញធ្លាក់ភ្លៀងគ្មានទឹកមួយដំណក់បើសិនជាមិនមែនលោកទេប្រជារាស្ត្រភៀសខ្លួនទាំងនេះក៏គ្មានផ្ទះគ្មានស្រែដែរតែបណ្ឌិតស្មានថាពេលនេះជួបនឹងរឿងគ្រោះរាំងស្ងួតទៅវិញស៊ូស៊ឺខ្ញុំយល់ថាលោកធ្វើយ៉ាងនេះហាក់ដូចជាគ្មានប្រយោជន៍សោះលោកពិតជានិយាយត្រូវណាពេលដែលខ្ញុំទៅដល់ផ្ទះក្នុងផ្ទះស្ទើរតែគ្មានទឹកខ្ញុំនឹងថាបញ្ហានេះធ្ងន់ធ្ងរណាស់ប៉ុន្តែភ្លៀងគឺស្រេចទៅលើទេវតាពួកយើងមិនអាចធ្វើអ្វីបានទេហើយពិតមែនហើយលោកម្ចាស់ស៊ូ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 គ្រួសារលោកសុខសប្បាយទេគ្រួសារលោកសុខសប្បាយទេសុខសប្បាយទេសូមអរគុណអ្នកទាំងអស់គ្នាហើយលោកមានប៉ុនលោកម្ចាស់ខាងនេះឲ្យពួកយើងនៅទីនេះរងចាំលោកថាលោកប្រកាសជាបោដើម្បីបួងសួងទឹកភ្លៀងឲ្យពួកយើងលោកពិតជាបោមែនមែនហើយឡំហាក់ខ្ញុំថាម៉េចអ្នកមានប៉ុនមែនហើយ
លោកម្ចាស់មានដឹងទេតាំងពីលោកជួយកសាងភូមិរាជការនេះឲ្យមកពួកយើងម្នាក់តែទៅហៅលោកថាជាអ្នកមានបុណ្យ ធ្វើចាំមិនសមទេឡំថាតបងសួងសុំទឹកភ្លៀងមែនទេ មែនហើយលោកម្ចាស់ស៊ូគ្រោះរាំងស្ងួតមួយថ្ងៃធ្ងន់ជាងមួយថ្ងៃចំពោះមុខគឺអត់បាយស្លាប់ប្រមាណអ្នកទៀតហើយលោកម្ចាស់ចាងលឺហើយក៏មកពិនិត្យទីនេះភ្លាមគាត់ថាមានតែបួងសួងទឹកភ្លៀងទេទៅបានលោកម្ចាស់ចាងនិយាយថាក្នុងហ្វុងសៀងទាំងមូលមានតែលោកទេដែលអាចបួងសួងទឹកភ្លៀងបានមិនកើតទេលោកចាងខ្ញុំមិនអាចបួងសួងសុំទឹកភ្លៀងធ្វើអញ្ចឹងមិននឹងកើតទៅបើចង់បួងសួងសុំទឹកភ្លៀងគួរតែឲ្យអ្នកផ្សេងទៅលោកស៊ូនិយាយនេះខុសហើយរាំងស្ងួតយូរពេកទៅជាគ្រោះថ្នាក់មានតែបួងសួងទេគ្មានវិធីណាផ្សេងទេបើមិនជិះប្រជារាស្ត្រប្រកាសជារស់នៅយ៉ាងលំបាកសូមបួងសួងឲ្យមានទឹកភ្លៀងក៏ជាទួលនីតិក្នុងនាមជាមន្ត្រីរាជការដែរលោកចាងមិនមែនខ្ញុំបដិសេធទួលនីតិរបស់ខ្ញុំទេបើសិនជាខ្ញុំមានលទ្ធភាពសុំភ្លៀងសុំខ្យល់បាននោះខ្ញុំប្រកាសជាធ្វើប៉ុន្តែខ្ញុំគ្មានលទ្ធភាពទេលោកមានប៉ុនលោកគឺជាតារាលើមេឃបចាប់ជាតិលោកសរសេរអត្ថបទមួយបួងសួងទេវតាប្រកាសជាធ្វើឲ្យទឹកភ្លៀងធ្លាក់មែនហើយឡំបើខ្ញុំគឺជាតារាចាប់ជាតិខ្ញុំមានរឿងឲ្យស្រហ្វុងសៀងជួបនឹងគ្រោះរាំងស្ងួតនោះបងបួងសួងឲ្យមានទឹកភ្លៀងត្រូវតែមានសេចក្តីក្លាហានដូចជាលោកសរសេរអត្ថបទថ្វាយទេវតាមានអ្នកណាអាចធ្វើបាននោះខ្ញុំចង់ធ្វើដែរតែខ្ញុំរៀនមិនបានជ្រៅជ្រះគ្មានលទ្ធភាពស៊ូលោកម្ចាស់ស៊ូរឿងនេះគឺមានតែលោកទេដើម្បីប្រជារាស្ត្រសូមបងបួងសួងឲ្យមានទឹកភ្លៀងទៅលោកម្ចាស់ស៊ូបើមិនធ្លាក់ភ្លៀងទេគ្រោះថ្នាក់ក៏កាន់តែធំមនុស្សស្លាប់ក៏កាន់តែច្រើនសូមបួងសួងសុំទឹកភ្លៀងម្ដងទៅពួកយើងទាំងអស់គ្នាចង់ទៅភ្នំចុងណានតាមរលកចាយដនលោកម្ចាស់ចាងក៏នាំពួកយើងមកដល់ទីនេះតែម្ដងពួកយើងសូមថ្វាយបង្គំលោកមែនហើយលោកម្ចាស់ស៊ូសូមជួបលោកម្ចាស់ស៊ូសូមជួបយើងផងបានខ្ញុំយល់ព្រមអរគុណលោកម្ចាស់ស៊ូសូមអរគុណលោកម្ចាស់ស៊ូអស្ចារ្យលោកម្ចាស់អស្ចារ្យលោកម្ចាស់ខ្ញុំមកទីនេះដើម្បីរាយការណ៍ប្រាប់លោកម្ចាស់ស៊ូយល់ព្រមទៅបួងសួងសុំទឹកភ្លៀងហើយអូល្អណាស់បងប្រុសមកវិញហើយខ្ញុំមើលបងស្រីថាបងជិះទៅបាត់បងប្រុសឆ្លងកាត់មុខផ្ទះ3ដងតែមិនចូលផ្ទះចាំមិនហ្នឹងមើលទៅបងដូចជាមិនសប្បាយចិត្តមែនហើយបងប្រុសតើមានរឿងអីទេថ្ងៃនេះចាងឲ្យបងទៅពិនិត្យភូមិរាជការហើយព្រមទាំងមើលប្រជារាស្ត្រនៅហ្វុងសៀងពួកគេឲ្យបងបួងសួងសុំទឹកភ្លៀងពួកគេបងមិនដឹងធ្វើយ៉ាងម៉េចគឺមានតែយល់ព្រមទៅហេតុអីបានជាបងយល់ព្រមពួកគេថ្វាយបង្គំបង្គាប់បងម្យ៉ាងទៀតប្រជារាស្ត្រនៅក្នុងភូមិរាជការអត់បានស្លាប់ពីម្នាក់ទៀតហើយបងមានរឿងអីមិនយល់ព្រមនោះបងគិតឃើញយ៉ាងម៉េចទោះជាបួងសួងទឹកភ្លៀងក៏គួរលោកម្ចាស់ឈិនជាអ្នកបួងសួងហេតុអីបានជាបងបួងសួងទៅវិញចាងហើយនៅបងមានអាយុស្មើគ្នាគឺពិតជាមានការពិបាកមែនប៉ុន្តែពួកយើងថប់រំលាយប្រឆាំងនឹងសំណាក់សិក្សាឥឡូវគេចាប់ផ្ដើមគេឆ្ងាយពីពួកយើងហើយលើកនេះគេរៀបចំអន្ទាក់បើឆោតបងឲ្យទៅបួងសួងសុំទឹកភ្លៀងដើម្បីធ្វើឲ្យបងអាម៉ាស់មុខចំពោះប្រជារាស្ត្រខ្ញុំក៏ដឹងដែរម្នាក់នេះប្រាល្បិចណាស់មិនមែនជាមនុស្សល្អនោះទេឈប់និយាយពីរឿងនេះទៅចំពោះការបួងសួងសុំទឹកភ្លៀងបងបដិសេធមិនបានទេដើម្បីប្រជារាស្ត្រទោះជាដឹងថាមិនកើតក៏ត្រូវតែធ្វើដែរបងក៏យល់ព្រមទៅបួងសួងសុំទឹកភ្លៀងប៉ុន្តែភ្លៀងឬអត់វាគឺជារឿងធម្មជាតិអាស្រ័យទៅលើធាតុអាកាសប្រែប្រួលមិនអាចបង្ខំបានទេម្យ៉ាងទៀតរឿងបួងសួងទេវតាគឺជារឿងសម័យមិនអាចយកជាការពិតបានទេប៉ុន្តែបងមិនយល់ព្រមគឺមិនបានរឿងនេះបងពិតជាពិបាកពេកហើយបងស៊ូកុំអានតែសាអីបងបានជាយល់ព្រមទៅហើយបងត្រូវធ្វើតាមសៀលៀនមានមធ្យោបាយអីហ៎ខ្ញុំគ្មានមធ្យោបាយទេតែខ្ញុំយល់ថាអាយល់ឃើញយ៉ាងម៉េចខ្ញុំគ្រាន់តែយល់ថាបំរើរាត្រូវតែបំរើឲ្យអស់ពីចិត្តបួងសួងឲ្យអស់ពីចិត្តរីឯសម្រេចបានមិនបានសម្ដីមនុស្សគឺយើងមិនអាចហាមគាត់បាននោះទេមិននឹកស្មានថាសៀលៀននៅក្មេងសោះប៉ុន្តែមានការយល់ដឹងច្រើនយ៉ាងនេះទៅហើយមិនមែនមានតែប្រុសដូចបងទេចេះដឹងនោះសៀលៀនក៏មិនអន់ជាងបងដែរមិនពិតទេកាលដែលពុកខ្ញុំនៅរោងគាត់តែងតែនិយាយអញ្ចឹងសៀលៀននិយាយត្រូវពួកយើងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តបានន័យថាធ្វើតាមលទ្ធភាពផ្សាយទៅលើវាសនាបងបួងសួងសុំទឹកភ្លៀងដោយស្មោះបានឬមិនបានហើយនឹងកិត្តិយសផ្ទាល់ខ្លួនរបស់បងវាមិនសំខាន់ទេល្អសៀលៀនបងហ្វូលើកនេះពួកយើងទៅបួងសួងសុំទឹកភ្លៀងបងប្រុសបែរជាតាំងចិត្តយ៉ាងនេះមិនគិតដល់ខ្លួនឯងខ្ញុំសុំសរសើរដោយស្មោះប៉ុន្តែនិយាយពីពុកខ្ញុំម្ដាយខ្ញុំប្រហែលថ្ងៃនេះចេះតែរំលឹកថាទៅឈិញចៅម្ដងហើយយ៉ាបងវិញគាត់ទៅហើយបងភ្លេចប្រាប់អ្នកទាំងអស់គ្នាត្រឡប់ទៅវិញសៀលៀនពួកយើងនៅសុកយ៉ាងនេះហេតុអីបានជាចង់ទៅឈិញចៅពួកយើងមានផ្ទះមកពីណាប៉ុន្តែជិតដល់ពេលគម្រប់ខួប3ឆ្នាំរបស់ពុកខ្ញុំហើយម្ដាយខ្ញុំគ្រាន់តែចង់ឲ្យធូបឲ្យព្រលឹងពុកខ្ញុំតែប៉ុណ្ណោះ
ការពិតនោះជាបនខូបមរណៈ3ឆ្នាំរបស់លោកម្ចាស់យ៉ាងបើគុំតែបងមានការរវល់បងប្រកាសជាទៅគ្រោះវិញ្ញាណខណ្ឌរបស់លោកម្ចាស់យ៉ាងម្យ៉ាងទៀតព្រមដែរមិនសូវមានសុវត្ថិភាពទេថ្ងៃស្អែកបងអាចឆៅគូជូនអ្នកទាំងពីរទៅប៉ុន្តែឆាប់ត្រឡប់មកវិញណាកូនលៀនចាម៉ែម្ដងនេះទៅសែនភ្នោឪពុកកូនតើម៉ែកូនយើងទាំងពីរគួរតែត្រឡប់មកវិញឬយ៉ាងម៉េចស្រេចតែលើម៉ែទេឥឡូវនេះបងប្រុសរបស់កូនឲ្យពួកយើងត្រឡប់មកវិញតែទោះជាយ៉ាងណាយើងគ្មានជាប់សាច់ឈាមនឹងគេទេយើងចេះតែនៅក្នុងផ្ទះគេយ៉ាងនេះវាដូចជារំខានគេពេកហើយម្យ៉ាងទៀតបងប្រុសនាងជាមន្ត្រីរាជការជាគ្រួសារអ្នកមានហើយបងស្រីកូនទើបតែសម្រាលកូនទៀតបើសិនជាម៉ែកូនយើងទាំងពីរត្រឡប់មកវិញទៀតខ្លាចក្រែងតែរំខានដល់គ្រួសាររបស់គេម៉ែនិយាយត្រូវប៉ុន្តែបើយើងទៅឈិញទៅវិញតើពួកយើងរស់នៅណាទៅកូនលៀនកូនគួរតែយល់ពីន័យរបស់ម៉ែប្រាប់កូនតាមត្រង់កាលពីមុនឪពុកកូនមុននឹងស្លាប់បាននិយាយជាមួយលោកម្ចាស់ស៊ូរួចហើយឲ្យឯងរៀបការជាមួយនឹងលោកស៊ូក្រោយមកឪពុកឯងត្រូវមានទោសរឿងនេះក៏ទុកមួយឡែកសិនទៅម៉ែឈប់និយាយទៀតទៅបងស្រីវ៉ាងហ្វូរបស់ឯងជាមនុស្សចិត្តល្អស៊ូស៊ឺរៀបការជាមួយនាងគេពិតជាសំណាងល្អណាស់កូនលៀនម៉ែសូមសួរកូនទៅមើលកូនព្រមនៅជាមួយស៊ូស៊ឺម៉ែកុំនិយាយទៀតម៉ែសម្រាប់តើស្អែកពួកយើងត្រូវចេញដំណើរកូនលៀនម៉ែដឹងថាកូនកំពុងតែគិតអីហើយប៉ាហ្វូថ្ងៃស្អែកអូនរួមដំណើរជាមួយអ្នកស្រីយ៉ាងប្រាប់ឆៅគូឲ្យប្រយ័ត្នប្រយែងការពារនៅតាមផ្លូវនៅពេលដែលសែនលោកម្ចាស់យ៉ាងរួចហើយឆាប់វិលត្រឡប់មកវិញបងបារម្ភអ្នកស្រីយ៉ាងឬមួយក៏បារម្ភសៀលៀនមានន័យថាម៉េចខ្ញុំនិយាយលេងទេប៉ុន្តែពេលដែលឃើញសៀលៀនក៏នឹកឃើញដល់បងស្រីយើងដែលស្លាប់ទៅប៉ាហ្វូបងគិតទៅមើលសៀលៀនជាមនុស្សឆ្លាតការយល់ដឹងជ្រៅជ្រះគ្មានត្រង់ណាមិនដូចជាបងស្រីយើងនោះទេបងពិតជាយល់ប៉ាហ្វូនៅក្នុងផ្នែកបងអូនគឺជាមនុស្សឆ្លាតវៃគ្មាននរណាអាចប្រៀបបានទេខ្ញុំដឹងថាបងនិយាយនេះជាពាក្យនៅក្នុងចិត្តនិយាយពីការយល់ដឹងនិងទេពកោសល្យខ្ញុំមិនអន់ជាងសៀលៀនទេបាននិយាយពីអត្តចរិតខ្ញុំមិនអាចប្រៀបជាមួយនាងបានល្អរៀងខ្លួនយកមកប្រៀបធៀបធ្វើអីខ្ញុំមិនចង់ប្រៀបធៀបទេខ្ញុំគ្រាន់តែយល់ថាយល់យ៉ាងម៉េចខ្ញុំយល់ថានាងអាចជួយដល់បងបានហើយខ្ញុំចង់ទុកនាងនៅក្នុងផ្ទះយើងរហូតនៅក្នុងផ្ទះរបស់យើងរហូតឬមួយអូនចង់ឲ្យសៀលៀនមួយជីវិតនេះមិនអាចរៀបការបួសធ្វើជាដូនជីមែនទេអ្នកណាក៏ថាបងជាកំពូលអ្នកប្រាជ្ញទី1នៃមហាសង្ឃហេតុអីក៏ល្ងងម្លេះយ៉ាងម៉េចហ្នឹងមនុស្សដូចជាបងអញ្ចឹងមិនក៏ទុកគេជាដូនជីទៅវិញហ្វាហ្វូអូនហេតុអីបានចង់អូនគិតយ៉ាងនេះខ្ញុំពិតជាយល់ថានៅក្នុងโลกនេះមានតែបងទេដែលសំជាមួយសៀលៀនមានតែសៀលៀនទេដែលអាចជួយបងបានបងយល់ហើយប៉ុន្តែការយល់ឃើញរបស់អូននេះកុំឲ្យសៀលៀនដឹងឲ្យសោះបើសិនជានាងដឹងនាងប្រកាសជាមានការឈឺចិត្តហើយនេះជាការពិតនោះដូចជាធ្វើបាបនាងពេកនេះមិនមែនជារឿងធ្វើបាបមិនធ្វើបាបទេមកពីពួកយើងមិនអាចគិតដូច្នេះហើយក៏មិនអាចគិតពីបញ្ហានេះដែរប៉ុន្តែបងសំឡាញ់បើសិនជាសៀលៀនក្នុងចិត្តនឹកដល់បងនោះក៏ជារឿងល្អម្យ៉ាងដែរមែនទេប៉ុន្តែពាក្យនេះមិនអាចនិយាយជាមួយសៀលៀនបានតែខ្ញុំអាចនិយាយជាមួយអ្នកស្រីយ៉ាងបានថ្ងៃនេះខ្ញុំឃើញគាត់ដូចជាចង់និយាយមិនហ៊ាននិយាយអ្នកស្រីយ៉ាងនិយាយទៀតថាលោកម្ចាស់យ៉ាងកាលនៅរួមចង់ឲ្យសៀលៀនរៀបការជាមួយបងមើលទៅអ្នកស្រីយ៉ាងក៏មានបំណងចឹងដែរប៉ុន្តែអ្នកបានហើយអូនជប់និយាយទៅថ្ងៃស្អែកបងទៅមើលធាតុអាកាសរួចហើយកំណត់ថ្ងៃបួងសួងអូនឆាប់សម្រាប់ទៅ
កំណត់ថ្ងៃបួងសួងសុំទឹកភ្លៀងហើយនៅទេលោកម្ចាស់មិនបានជាអញ្ចឹងឆាប់ឲ្យមនុស្សទៅទឿនគេទៅបាទបងមកយល់អ្វីខ្លះណែអូនមើលណាពពកមួយជាន់ដូចជាសម្លៃហើយរីកធំកំពុងតែរំកិលទៅមុខបើយើងសម្លឹងមើលទៅប្រៀបដូចជាប្រាសាទដ៏ខ្ពស់មួយយោងទៅតាមការបកស្រាយនៃគម្ពីរច្បាប់ធម្មជាតិបានន័យថាទឹកចេះតែឡើងទៅលើហើយកាន់តែខ្លាំងទៅបានសេចក្តីថាប្រមាណថ្ងៃខាងមុខនេះនឹងមានភ្លៀងធ្លាក់យ៉ាងខ្លាំងធាតុអាកាសក្តៅយ៉ាងនេះតែបងថាជាហេតុនាំឲ្យមេឃភ្លៀងបងពិតជាយល់ច្បាស់ឋានលើនឹងធម្មជាតិមែនបងប្រៀបដូចជាខុងមីងចាប់ជាតិអញ្ចឹងតើហេតុអីបានជាអាត្មានេះទៅបង្ហាញខ្លួនប្រជារាស្ត្រថាបងគឺជាតារាចាប់ជាតិបងជឿខ្លះប៉ុន្តែមិនជឿខ្លះហើយថ្ងៃនេះអូនជាអ្នកនិយាយថាបងគឺជាខុងមីងចាប់ជាតិបងទៅតែជឿអូនទាំងស្រុងហើយអ្នកដែលមានស្នាដៃចំពោះជាតិជាមនុស្សល្បីនៅក្នុងលោកគឺជារូបបងនេះហើយកុំនិយាយលេងបើសិនជាថាមានភ្លៀងឆាប់មើលទៅមើលពេលណាទៅមានភ្លៀងទៅបងហ៊ូបងហ៊ានទូទីថាក្នុងរយៈពេល3ថ្ងៃទៀតប្រកាសជាមានភ្លៀងធ្លាក់យ៉ាងខ្លាំងអញ្ចឹងឲ្យបងកំណត់ពេល3ថ្ងៃទៀតបួងសួងសុំទឹកភ្លៀងព្រៃខ្ញុំពូកែណាខ្ញុំប្រកាសជាជឿជាក់ហើយលោកស៊ូលោកបេតបឈិនបញ្ជាឲ្យខ្ញុំមកសួរលោកថាកំណត់ថ្ងៃបួងសួងសុំទឹកភ្លៀងនៅពេលណាទៅជំរាបលោកម្ចាស់ឈិនទៅ3ថ្ងៃទៀតខ្ញុំទៅបួងសួងសុំទឹកភ្លៀងតើលោកម្ចាស់ស៊ូអាចបួងសួងបានទឹកភ្លៀងទេអំបញ្ញមិញលោកម្ចាស់ស៊ូក៏បានប្រាប់ខ្ញុំដែរគាត់មើលតាមសភាពដែនអាកាសថាថ្ងៃនេះពេលថ្ងៃត្រង់ប្រកាសជាមានទឹកភ្លៀងធ្លាក់នោះបានសេចក្តីថាពេលថ្ងៃត្រង់ប្រកាសជាមានភ្លៀងធ្លាក់ហើយលោកម្ចាស់ស៊ូនិយាយនេះពិតជាមិនខុសទេមើលទៅប្រកាសជាបានទឹកភ្លៀងបែបហើយលោកម្ចាស់ស៊ូជាតារាចាប់ជាតិគាត់ថាមានភ្លៀងប្រកាសជាមានភ្លៀងហើយលោកម្ចាស់ស៊ូបួងសួងសុំទឹកភ្លៀងឲ្យយើងទេវតាប្រកាសជាប្រទានឲ្យយើងបែបហើយលោកម្ចាស់បើស៊ូស៊ឺបួងសួងមានទឹកភ្លៀងមែនតើពួកយើងគិតយ៉ាងម៉េចលោកមើលធាតុអាកាសនេះទៅមើលសូម្បីតែពពកម្ដុំក៏គ្មានខ្លាយស្អីទៅបើសិនជាមានភ្លៀងធ្លាក់មែនយើងសូមលាឈប់ពីតំណែងប្រគល់តំណែងជាចៅហ្វាយស្រុកឲ្យគេយើងទៅធ្វើស្រែចម្ការវិញកលន់នៅជុំវិញភ្នំខ្យល់បក់នៅគ្រប់ទិសទីសូមទេវតាប្រមាលមើលធាតុអាកាសរាំងស្ងួតដីស្រែក្តៅប្រេះបែកក្រហែងត្រូវការសង្គ្រោះបន្ទាន់រហូតដល់ថ្ងៃនេះមិនទាន់មានភ្លៀងមួយដំណក់គ្រោះថ្នាក់ក៏ច្រើនប្រជារាស្ត្រគ្មានបាយហូបចោលប្លន់អុកឡុកទេវតាយាងមកដល់ប្រជារាស្ត្រទាំងឡាយនឹងមានសង្ឃឹមទេវតាយាងមកដល់ប្រទានទឹកភ្លៀងដល់ប្រជារាស្ត្រនឹកគុណទេវតាជានិច្ចទឹកភ្លៀងសូមទេវតាប្រទាន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 ទឹកភ្លៀងបួងសួងវិញហើយប៉ុន្តែពេលទៅសារៈស្វែងជ្រុងដល់ដែរហើយស្អីសោះបួងសួងទឹកភ្លៀងតែគ្មានទឹកភ្លៀងតើនេះជាតារាចាប់ជាតិតិចទៅបើគ្មានទឹកភ្លៀងតើពួកយើងរស់នៅយ៉ាងម៉េចទៅហើយបាក់ឲ្យទៅវិញទៅស្លាប់ទេ
ម្ចាស់ស៊ូស៊ឺបួងសួងសុំទឹកភ្លៀងមិនបានសម្រាប់ថ្ងៃនេះកុំថាឡើយគឺទឹកភ្លៀងសូម្បីតែប្រពកបាត់ដុំក៏គ្មានដែរឥឡូវនេះគេនាំប្រជារាស្ត្រចុះពីលើភ្នំពិតជាអាបាបុកខ្លាំងណាស់បានហើយទៅវិញចុះបាទស៊ូស៊ឺគេទុកខ្លួនឯងគឺជាតារាចាប់ជាតិមែនទេហ៎ព្រះអង្គសពតិចំពោះគេតែទេវតាមិនពេញចិត្តនឹងគេទេហ៎គួរឲ្យសប្បាយចិត្តណាស់លោកម្ចាស់និយាយត្រូវយើងធុញទ្រាន់ទឹកមុខក្អេងក្អាងរបស់ស៊ូស៊ឺខ្លាំងណាស់គេយ៉ាងច្រើនចេះលួងលោមរាជាតែប៉ុណ្ណោះស៊ូស៊ឺនៅក្នុងភ្នែករបស់ពួកយើងគ្រាន់តែជាមនុស្សយល់ដឹងម្នាក់គ្មានអីគួរឲ្យអស្ចារ្យនោះទេយើងមិនអាចនិយាយចុកបានទេពិតមែនថាពួកឯងមានអាយុប្រហែលគ្នាប៉ុន្តែសមត្ថភាពរបស់ស៊ូស៊ឺលោកមិនអាចប្រៀបជាមួយនឹងគេបានទេអ្វីត្បិតថាខ្ញុំគឺជាមេទ័ពប៉ុន្តែចំពោះរឿងនេះខ្ញុំមើលឃើញច្បាស់ណាស់ប៉ុន្តែម្ដងនេះគេបួងសួងសុំទឹកភ្លៀងមិនបានយើងចាំមើលមានអាណាទៀតហៅថាគេជាអ្នកមានគុណទៀតទៅរហ័សនាមអ្នកមានគុណដូចជាគេប្រកាសជាមិនយូរទេបងស៊ូស៊ឺបងជាអ្នកនិយាយរឿងនេះគឺសាច់ទៅលើទេវតាបើគ្មានទឹកភ្លៀងក៏ជារឿងធម្មជាតិបងប្រឹងអស់ពីកម្លាំងកាយចិត្តគ្មានកំហុសទេបងសន្និដ្ឋានច្បាស់ថាថ្ងៃត្រង់ប្រកាសជាមានភ្លៀងហើយបើយោងទៅតាមគម្ពីរដូចជាមិនគួរខុសទេអ្នកណាក៏ដឹងដែរធាតុអាកាសតែងតែមានការប្រែប្រួលគ្មានអ្នកណាបន្ទោសបងនោះទេឆាប់ចូលទៅក្នុងទៅឲ្យលឡើងទៅបាទពូអូនមានអារម្មណ៍យ៉ាងណាទេគឺមានខ្យល់បក់មកហើយស៊ូស៊ឺខ្យល់បក់ហើយចិត្តធ្លាក់ភ្លៀងហើយចិត្តធ្លាក់ភ្លៀងហើយធ្លាក់ភ្លៀងហើយមានភ្លៀងពិតជាធ្លាក់ភ្លៀងមែនចាំភ្លៀងហើយបងមួយហើយភ្លៀង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 ហើយបងមួយហើយលោកម្ចាស់ធ្វើអីហ្នឹងឆាប់ចូលទៅផ្ទះវិញទៅលោកម្ចាស់បងពូណែហូបថ្នាំទៅលើកមុនមិនតាន់បានមួយខែនាងក៏ទៅសាលាស្រុកធ្វើការប្តឹងផ្ដាល់តាំងពីនឹងមកក៏ចាប់ផ្ដើមឈឺទៅហើយនាងមិនចេះនឹកខ្លួនឯងក៏ត្រូវតែប្រយ័ត្នប្រយែងពេលដែលធ្លាក់ភ្លៀងមិនគួរណានាងទៅតាមស៊ូស៊ឺយ៉ាងនេះទេអ្នកមីងមិនអីទេខ្ញុំជាច្រើនហើយឯណាស៊ូស៊ឺពេលនេះគេទៅដាស់តឿនបងប្អូនកំពុងធ្វើផ្ទះប៉ុន្មានថ្ងៃនេះខ្ញុំមិនអាចបានចោទដើរខ្ញុំចង់ចោទដើរអ្នកមីងនាំខ្ញុំទៅមើលនាងទៅរួចទេខ្ញុំមិនអីទេមកយកខាងនេះមកឲ្យលីឡាជួយគ្នាម្ដាយជាម្នាក់ទៅណាយកខាងនោះមកបងប្អូនទាំងអស់គ្នានាំគ្នាសម្រាប់សិនទៅកុំអាចធ្វើអីណាមកនាំគ្នាហូបទឹកបន្តិចទៅពួកយើងនាំគ្នាម្នាក់មកទឹកបាទមកតោះខ្ញុំមកនាំគ្នាអង្គុយចុះឲ្យសម្រាប់សិនទៅឲ្យបាត់ហត់ណាមកអង្គុយចុះមកលោកចាស៊ូសូមជឿអរគុណហើយឆាយ៉ុងនេះគឺជាប្រាក់ខែសម្រាប់ឯងណាមិនបានទេទឹកភ្លៀងនេះគឺលោកជាអ្នកបួងសួងបងប្អូននៅក្នុងភូមិនេះកំពុងតែគិតថាត្រូវអរគុណយ៉ាងណាផងគ្រាន់តែជួយធ្វើកូនផ្ទះតូចមួយចាំបាច់យកឈ្មោះធ្វើអីទៀតខ្ញុំគឺជាអ្នកបួងសួងឆាយ៉ុងខ្ញុំមិនហ៊ានដណ្ដើមស្នាដៃសម្រាប់ខ្លួនឯងទេបើមេទៅភ្លៀងគឺភ្លៀង
បើមិនព្រៀងគឺអត់ហើយមិនមែនពួកយើងអាចបួងសួងបាននោះទេ លោកមានគុណបើមិនអញ្ចឹងទេហេតុអីបានជាបួងសួងធ្វើអី ខ្ញុំទៅបួងសួងស្មានថាខ្ញុំចង់ណាស់ទៅការពិតគឺអ្នកទាំងអស់គ្នាមកខំមកខ្ញុំទៅទេបើសិនជាខ្ញុំមិនទៅទេអ្នកទាំងអស់គ្នាប្រកាសជាមិនសប្បាយចិត្ត បើសិនជាមិនធ្លាក់ភ្លៀងតើលោកអាម៉ាស់មុខយ៉ាងណា ដើម្បីប្រជារាស្ត្រប្រឹងអស់ពីកម្លាំងកាយចិត្តបួងសួងបានឬមិនបានជារឿងធម្មតាមិនមែនសាច់ទៅលើខ្ញុំនោះទេ លោកម្ចាស់ស៊ូពិតជាបត្រីល្អជួបបត្រីល្អដូចជាលោកម្ចាស់ជាសំណាងរបស់ពួកយើងមែនណាមែនហើយអ្នកស្រីសូមជាពិសាទៅមិនក៏ចុះពីលើក្រែឆាប់ចូលក្នុងផ្ទះសម្រាប់ទៅ ខ្ញុំមិនអីទេខ្ញុំចង់ចេញមកក្រៅយកกระดาษនឹងជក់យំឲ្យបងនឹងណាណែ លោកម្ចាស់ត្រូវការសរសេរអី ត្រូវហើយភ្លៀងឬមិនភ្លៀងគឺសាច់ទៅលើទេវតាសរសេរអត្ថបទឬមិនសរសេរគឺសាច់ទៅលើខ្ញុំទេ លោកម្ចាស់ស៊ូជាតារាចាប់ជាតិរឿងអីថាគាត់មិនសរសេរមែនហើយមានភ្លៀងធ្លាក់ងាយស្រួលក្នុងការដាំដុះរឿងអីថាខ្ញុំមិនសរសេរនោះត្រូវហើយនេះហៅថាដំណក់ទឹកភ្លៀងដ៏រីករាយ ប្រសិនណាលោកម្ចាស់យើងអត់ចេះសរសេរអក្សរទេអានឲ្យពួកខ្ញុំស្ដាប់ផងបានទេ ល្អកូនផ្ទះឈ្មោះភ្លៀងពិតជារីករាយណាស់ឈ្មោះតំណាងឲ្យមនុស្សម្នាក់ឬក៏វត្ថុមួយយ៉ាងដើម្បីកុំឲ្យភ្លេចបងអាយយល់ហើយនៅ មិនយល់ ចាំខ្ញុំបញ្យល់ឯងចុះខ្ញុំចង់និយាយថាកូនផ្ទះនេះឈ្មោះថាទឹកភ្លៀងគឺជាការរំលឹករឿងដែលគួរត្រេកអរមួយចាស់នៅពេលដែលជួបរឿងអ្វីក៏ដោយតែងតែមានឈ្មោះសម្រាប់វាដើម្បីកុំឲ្យភ្លេចលើនេះអាយយល់ហើយនៅ លោកម្ចាស់ស៊ូខ្ញុំយល់ហើយ ប្រសិនណាបានចឹងពេលនេះខ្ញុំសរសេរពីរឿងភ្លៀងតទៅទៀតសេលៀនអ្នកស្រីមិនសូវស្រួលខ្លួនថ្ងៃនេះពួកយើងសម្រាប់នៅទីនេះសិនទៅ ចា អ្នកស្រីចា ប្រយ័ត្ន យឺតសេលៀនមក ចា យឺតមកតាមខ្ញុំមកម្ចាស់ហាង បាទទៅហើយ ខ្ញុំត្រូវការបន្ទប់ល្អ លោកនិយាយលេខទេដឹងនៅវាជនបទបែបនេះតើវាបន្ទប់ល្អពីណាមកគឺមានតែបន្ទប់សម្រាប់ធម្មតាទេ អញ្ចឹងក៏បានដែរជួយឲ្យចំណេះសេះរបស់ខ្ញុំផង មិនអីទេ សេលៀនអ្នកស្រីពួកយើងចូលទៅ អ្នកម៉ែ អ្នកស្រីយឺត ម៉ែអង្គុយ អង្គុយទៅ អង្គុយតែ អ្នកស្រីចាខាងនេះមានការខ្វះខាតណាសូមអ្នកស្រីទ្រាំបន្តិចទៅណា មិនអីទេ បងឆាគូម្ដាយខ្ញុំពិតជាស្រួលខ្លាំងណាស់បងទៅតាមរកគ្រូពេទ្យបានទេ បានអ្នកស្រីពិសាទឹកទៅម្ចាស់ហាង ទៅហើយមកលោកម្ចាស់ តើនៅក្បែរនេះមានគ្រូពេទ្យទេ ចម្ងាយពីទីនេះរាប់សិបយោជន៍មានភូមិត្រកូលលីមួយមានគ្រូពេទ្យម្នាក់ បានបន្តិចទៀតនាំខ្ញុំទៅភូមិតកូលីរកគ្រូពេទ្យផងខ្ញុំនឹងជួនសគុណលោក បាទលោកម្ចាស់ បងឆាគូទីនេះមានតែបន្ទប់មួយទេ អ្នកទៅពីសំណាក់ចុះខ្ញុំនៅលើរទេះសេះក៏បានដែរ បងទៅសម្រាប់នៅខាងក្រៅហ៎ នៅជនបទបែបនេះមិនគួរទុកចិត្តទេខ្ញុំត្រូវតែប្រចាំការនៅលើរទេះសេះសេលៀននាំគ្នាសម្រាប់ទៅអត់តែមានខ្ញុំនៅគ្មានអ្នកណាហ៊ានមករំខានទេ ក្មួយឆៅគូឯងមិនអីទេ អ្នកស្រីកុំបារម្ភអីខ្ញុំមានកម្លាំងមាំតំណាស់សូមអ្នកស្រីសម្រាប់នៅស្ងប់ចិត្តចុះ បើអញ្ចឹងបងនៅក្នុងផ្ទះសម្រាប់តែម្ដងទេ មិនបាច់ទេសេលៀនសម្រាប់ក្នុងផ្ទះយើងមានការធ្វើប្រហែសសម្រាប់នៅខាងក្រៅភាសាជាង បើអញ្ចឹងឲ្យខ្ញុំសុំទោសបងណា សេលៀនកុំគួរសមអី បងឆាគូ សេលៀន គ្រូពេទ្យទៅបាត់ហើយហ៎ ទៅបាត់ហើយ ឆៅគូ ម៉ែតែម៉ែ អរគុណមួយប្រុសហើយ អ្នកស្រីប្រកាសជាមិនអីទេពិសាថ្នាំរស់ហើយប្រកាសជាបានធូរស្រាលពី3ថ្ងៃទៀតពួកយើងទៅដល់ជីចៅហើយនាំគ្នាសម្រាប់ចុះខ្ញុំចេញទៅវិញហើយ បងឆាគូ ឃើញ
ខ្ញុំអរគុណបងហើយសេលៀនបងឆាគូធ្វើបាបបងពេកហើយមិនអីទេអ្នកហាត់វិជ្ជាគុណមិនចេះថាធម្មរាងកាយទេអូប្រហែលអ្នកស្រីភ្ញាក់ហើយនៅតើសុខភាពគាត់យ៉ាងម៉េចដែរក្រោកឡើងគ្រាន់តែជាងពីម្សិលមិញអញ្ចឹងពួកយើងហូបបាយឲ្យបន្តដំណើរទៅមុខទៀតដើម្បីឆាប់ទៅដល់ជិញ្ជើដើម្បីរកគ្រូពេទ្យល្អព្យាបាលជូនអ្នកស្រីចាស់លោកម្ចាស់ពិសាថ្នាំទៅអាយ៉ាខ្ញុំមិនហូបថ្នាំទេលោកម្ចាស់អ្នកប្រុសមកមើលលោកម្ចាស់ហើយលោកម្ចាស់ស៊ូក៏មកដែរយ៉ាលោកម្ចាស់មានគេមកមើលលោកម្ចាស់ហើយពងជំងឺពុកបានធូរបន្តិចនៅអ្នកណាជាពុករបស់ឯងយើងគ្មានកូនប្រុសទេលោកម្ចាស់ខ្ញុំលើកមករួមការងារនិយាយថាលោកម្ចាស់មិនស្រួលខ្លួនដូច្នេះបានជាខ្ញុំទៅតាមរកអ្នកប្រុសឈិនដើម្បីមកមើលលោកម្ចាស់អ្នកប្រុសឈិនឮថាលោកម្ចាស់ឈឺគាត់មានការបារម្ភពីលោកម្ចាស់ណាហើយនេះហើយបានជាបញ្ញាបញ្ញាមកសួរសុខទុក្ខលោកម្ចាស់អ្នកណាថាយើងឈឺយើងអត់មានឈឺអីទេយើងមានសុខភាពល្អហើយហូបបានទៀតផងមួយថ្ងៃយើងហូបប្រពែមួយក៏បានដែរបើសិនជាមិនជឿទេឥឡូវនេះពួកយើងទៅបបាញ់ខ្លាសាក់មើលថាយើងនេះពិតជាឈឺឬមួយយ៉ាងណាស៊ូបើសិនជាលោកមិនជឿទេបើអញ្ចឹងពេលនេះពួកយើងប្រកួតកាច់ដៃគ្នាសាក់មើលទៅលោកម្ចាស់មិនចាំបាច់ធ្វើអញ្ចឹងទេលោកម្ចាស់ក៏មកខំទៀតបើសិនជាលោកមានរឿងអីកាត់ឡើងតើខ្ញុំគិតយ៉ាងម៉េចទៅនេះយំស្អីទៅមនុស្សស្រីពិតជាធ្វើយើងខ្មាស់គេខ្លាំងណាស់ប្រយ័ត្នយកដេញលេងចេញពីទីនេះលោកម្ចាស់នៅពេលដែលលោកម្ចាស់ជាហើយចាំលោកម្ចាស់ព្រមានខ្ញុំនៅក្នុងពេលដែលកាច់ដៃក៏បានដែរប៉ុន្តែនៅក្នុងពេលនេះសូមលោកម្ចាស់ថែខ្លួនឲ្យបានល្អសិនពុកកូនអកតញ្ញូមិនបានបម្រើពុកតែកូនសូមឲ្យពុកឆាប់ជាឡើងវិញថ្ងៃនេះពុកមិនចង់ជួបកូនថ្ងៃក្រោយកូននឹងមកសួរសុខទុក្ខពុកទៀតលោកម្ចាស់មើលទៅនៅប្រុសនៅខាងក្រៅប្រហែលថ្ងៃពិតជាមានការយល់ដឹងច្រើនណាស់ឥឡូវលោកម្ចាស់មិនចង់ជួបគេក៏គេយល់ដែរលោកម្ចាស់អ្នកស្រីខ្ញុំសូមលាទៅវិញហើយអីយោយពួកឯងទាំងពីរនាក់នេះប្រពន្ធមិនសុភាពរៀបសារកូនអកតញ្ញូពិតជាគួរឲ្យខឹងខ្លាំងណាស់នៅចំពោះមុខស៊ូធ្វើឲ្យយើងអាម៉ាស់មុខធ្វើគេសាចំបក់ឲ្យយើងថ្ងៃណាមួយយើងប្រកាសជាត្រូវស្លាប់ដោយសារពួកឯងជាមិនខានទេលោកម្ចាស់មិនក៏បន្ទោសខ្ញុំពួកយើងស្ទើរតែមិនចង់រស់ទៅហើយកូនសម្លាញ់របស់លោកម្ចាស់យកហាងទៅលក់បាត់ទៅហើយយើងយកស្អីមកចិញ្ចឹមជីវិតទៅឈប់និយាយទៀតទៅឈិនចាំងមិនមែនយកប្រាក់ទៅចាយប្រទេសប្រាស់ទេគេឲ្យស៊ូខ្ចីដើម្បីធ្វើផ្ទះនៅក្នុងភូមិរាជការនោះប៉ុន្តែស៊ូជាអ្នកធ្វើឲ្យលោកម្ចាស់ខឹងយ៉ាងនេះទៅហើយរឿងអីគេយកប្រាក់របស់យើងទៅធ្វើការគេមិនយកក៏បានដែរបើសិនជាគេគ្រាន់បើគេរកប្រាក់ខ្លួនឯងទៅពុកអំបាញ់មិញកូនភ្លេចរឿងមួយទៅហើយនេះគឺជាបញ្ជីហាងនៃប្រាក់ចំណូលខ្ចីថ្ងៃមុនពេលនេះខ្ញុំចេះពីស៊ូមកសងពុកវិញពីពេលនេះទៅប្រកាសជាបានស្កាត់មកហើយពុកកូនចំណាយប្រាក់នេះគឺជួយពុកសាងបុណ្យបើសិនជាពុកមិនស្ដាប់ខ្ញុំថ្ងៃណាមួយពុកប្រកាសជាមានគ្រោះថ្នាក់ដោយសារតែស្រីនេះកូនលាសិនហើយកូនប្រុសឲ្យគេទៅចាស់កុំខ្វល់ខ្វាយអីឈប់និយាយទៅ
លោកម្ចាស់ចាងចៅសុំជួប មិនជួបមកទាំងបងតើលោកម្ចាស់ធ្វើយ៉ាងណាអាចសម្រាប់បានទេ ចេញទៅវិញទៅឲ្យគេចូលមក បាទលោកម្ចាស់ចាងសុំជឿលោកម្ចាស់ខ្ញុំមិនដឹងថាលោកម្ចាស់ឈឺឥឡូវជាហើយ បានធូរច្រើនហើយនេះក៏អី ជំរាបលោកម្ចាស់ខ្ញុំបានធ្វើតាមបញ្ជាលោកម្ចាស់ផ្ញើសម្បត្តិមួយច្បាប់ឲ្យទៅលោកម្ចាស់វាងគួយនៅរាជធានីអ្វីគួរនិយាយខ្ញុំបាននិយាយអស់ហើយ ល្អណាស់ លោកគ្រូប៉ែតលោកគ្រូប៉ែតលោកគ្រូប៉ែតម៉ែ កូនលៀនថ្ងៃមុនយើងទៅអុជធូបនៅមុខភ្នូឪពុករបស់កូនយើងក៏ចង់ទៅតាមឪពុកកូនដែរប៉ុន្តែកូន អត់ទេម៉ែកុំខំប្រឹងនិយាយទៀតម៉ែប្រកាសជា កូនលៀនកុំភ្លេចសម្ដីរបស់ម៉ែស៊ូជាមនុស្សអាចផ្ញើអនាគតបានម៉ែយល់ចិត្តកូនបើសិនជាកូនអាចនៅជាមួយនឹងអ្នកប្រុសស៊ឺនោះគឺជាសំណាងល្អរបស់កូនហើយកូនមិនចាំបាច់ប្រកាន់ឋានៈអ្វីទេកូនត្រូវចងចាំទៅរស់នៅជាមួយបងស្រីវាងហ្វូស្រស់ស្រួលជាមួយគ្នាទៅ បើកូនអាចធ្វើអញ្ចឹងបានកូនក៏អត់ដែរ កូនស្រីឆាប់ហៅឆៅគូចូលមក បើឆាគូ អ្នកស្រីចាមានការអី ឆៅគូមានរឿងមួយខ្ញុំចង់ពឹងពាក់ឯងតែមិនដឹងថាឯងព្រមឬមួយក៏មិនព្រមទេ អ្នកស្រីមានប្រសាមកចោះខ្ញុំនឹងប្រឹងប្រែងធ្វើឲ្យបាន ឆៅគូខ្ញុំដឹងថាឯងជាមនុស្សប្រកាន់សច្ចធម៌ណា អ្នកស្រីមានប្រសាមក ធ្វើយ៉ាងណាជូនដំណើរសឺលៀនទៅហ្វុងសានវិញទៅ មិនអីទេអ្នកស្រីចាស់កុំបារម្ភអី ក្មួយប្រុសឆៅគូក្នុងចិត្តឯងគិតអ្វីខ្លះខ្ញុំយល់ច្បាស់ណាស់ប៉ុន្តែឲ្យយើងធ្វើយ៉ាងម៉េចទៅមើលទៅខ្ញុំប្រហែលជាខ្ញុំពិតជាបាត់ភ្នែកមិនចិត្តទេប៉ុន្មានថ្ងៃមុននោះខ្ញុំបានសរសេរសម្បត្តិមួយច្បាប់សូមឯងបកគលឲ្យទៅអ្នកស្រីស៊ូផបឯងស្ដាប់បានទេសឺលៀនសម្បត្តិនៅក្រោមខ្នើយ ខ្ញុំនឹងយកសម្បត្តិនេះជូនអ្នកស្រីស៊ូដល់បន្តដែរអ្នកស្រីចាតើមានកិច្ចការអីទៀតទេអ្នកស្រីចាអ្នកស្រីចា Bố
សេលីនទៅយើងរបស់ស៊ឺអូឆៅគូមកវិញហើយហ៎ឆៅគូមកហើយហ៎អាណាសេលីននឹងម្ដាយរបស់គេសេលីននេះគឺអ្នកស្រីចាស់មានការឈឺចាំពេកគាត់ក៏ទទួលអនិច្ចកម្មទៅសេលីនក្រោកឡើងសេលីននាងនៅទីនេះចាស់ទីនេះក៏ជាផ្ទះរបស់នាងដែរត្រូវហើយនាងកុំពិបាកចិត្តអីណាអ្នកមីងរៀបចំឲ្យសេលីនសម្រាប់តែសេលីនអូអ្នកស្រីយ៉ាងឲ្យខ្ញុំយកសម្បត្តិមួយច្បាប់យកមកជូនអ្នកបងផ្ញើខ្ញុំត្រូវហើយ长